ណែអាយ៉ាប្រពន្ធធំហ่าចាប់ពីពេលនេះទៅរកប្រាក់ដែលបងរកបានទុកឲ្យអូនជាអ្នកមើលថែបងទៅលើកមេតបម្នាក់នៅចុះក្នុងសិនខ្ញុំចាំបងត្រឡប់មកវិញខ្ញុំរៀបចំរៀបហើយចាំខ្ញុំយកទៅកម្ដៅសិនខ្ញុំនឹងធ្វើសុបឲ្យអ្នកទាំងអស់គ្នាបានហូបណាបានឈិញបានជៀនទៅជួយលោកម្ចាស់ជួយយកនារីនោះចូលមកក្នុងផ្ទះមិនអីទេរបស់សេនាប្រមុខធ្ងន់ធ្ងរណាស់លោកម្ចាស់ពេលនេះពួកយើងគួរតែរាយការណ៍ទៅមេភូមិតែល្អជាងអាចារ្យតែរាយការណ៍ធ្វើស្អីបើសិនជានាងមាននិស្ស័យបន្តរកទៀតនោះយើងចាត់ទុកថាជួយនាងទៅចោះតែបើសិនជានាងងាប់បាត់នោះយើងយកនាងទៅកប់លើភ្នំតែម្ដងទៅលោកម្ចាស់មិនចាំបាច់កប់គាត់ទេណាខ្ញុំឃើញមានឱសថមួយចំនួននៅក្នុងកន្ត្រករបស់លោកម្ចាស់ដូច្នេះខ្ញុំគិតថាយើងយកវាមកធ្វើជាថ្នាំដើម្បីព្យាបាលជំងឺរបស់គាត់ទៅខ្ញុំជឿថាច្បាស់ជាជួយគាត់បានជាមិនខានណែការពិតគឺវ៉ាន់យិនអូនចេះវិជ្ជាពេទ្យដែរមែនទេតាមពិតវ៉ាន់យិនគេចូលចិត្តរៀនវិជ្ជាពេទ្យតាំងពីក្មេងមកម៉េគេរៀនផ្សំឱសថជាមួយនឹងគ្រូរបស់ខ្ញុំអាចារ្យភ្នែករបស់បងពិតជាមើលប្រពន្ធត្រូវហើយលោកម្ចាស់បើឲ្យគាត់សម្រាប់នៅលើដីបែបនេះហាគឺច្បាស់ជាប៉ះពាល់ដល់របួសរបស់គាត់ខ្ញុំគិតថាគួរតែយកគាត់ដាក់លើគ្រែវិញទេអាចារ្យមិនបានទេហើយផ្ទះរបស់យើងនេះគឺមានតែគ្រែពីរទេបើឲ្យនាងដេកលើគ្រែហើយចុះពួកអូនទៅសម្រាប់នៅណាទៅអាឡែងជេខ្ញុំសម្រេចថាឲ្យប្អូនទី3វ៉ាន់ឈិនគេសម្រាប់ជាមួយលោកសេនាប្រមុខចំណែកខ្ញុំនឹងវ៉ាន់យៀនសម្រាប់ជាមួយបងនៅយប់នេះព្រឹកស្អែកខ្ញុំនឹងរៀបចំទៅដាក់ឲ្យឯសេនាប្រមុខវិញម្យ៉ាងទៀតវ៉ាន់យៀនគេនៅបរិសុទ្ធហើយដូច្នេះខ្ញុំនៅមានរឿងជាច្រើនដែលគួរតែបញ្យល់គេបន្តទៀតអាយ៉ាណែរំខានអូនពេកហើយលោកម្ចាស់ចានអត់តបានលាងទេអញ្ចឹងខ្ញុំទៅលាងចានទៅណែមិនចាំបាច់ទេទុកឲ្យវ៉ាន់ឈិនជាអ្នកលាងចានទៅពួកយើងប្រញាប់ទៅចូលសម្រាប់ទៅណោះមកវ៉ាន់ឈិនលាងចានលោកអីមកឲ្យលឿនណាអីជឿអាយ៉ាលោកប្តីនេះមើលស្ងៀមមើលខ្ញុំបាញ់តិចអាចារ្យបងថ្នមឲ្យតើខាងណានេះហើយស្រួលខ្លួនណាស់អត់លោកម្ចាស់បន្ថែមទៀតដែលមានកម្រិតធម៌ពលជំនាញស្វែងរកកំណត់ការឡើងអាយុគុណទ្វេទី2ពេលនេះគឺកម្លាំងរាងកាយរបស់ខ្ញុំខ្លាំងជាងមនុស្សប្រុសធម្មតាទៅទៀតអាណិតអ្នកមើលទេសូម្បីតែប្រពន្ធមួយក៏រកមិនទាន់បានផងលោកម្ចាស់បងលបមកសិនទៅណាអូណែអូនយល់យ៉ាងម៉េចតើចំពោះបងបើតែលោកម្ចាស់គឺដូចជាក្មេងជាងមុនខ្ញុំមិនដឹងថាបងបានលេបថ្នាំអីនោះទេអាចារ្យប្រពន្ធសម្លាញ់ពួកយើងនៅជាមួយគ្នារាល់ថ្ងៃតើមានរូបមន្តថ្នាំទឹកមកពីណាទៅតែហាលោកម្ចាស់យិនសិនរបស់បងកាពីម្សិលមិញពេលនេះខ្ញុំបានហាស្គួតហើយខ្ញុំលេគេនិយាយថាយិនសិនបើកម្លាំងខ្លាំងណាស់លោកប្តីត្រូវការត្រាំស្រាឬមួយក៏ចង់ពិសាស៊ុបណែពាក់កណ្ដាលទៀតអូនធ្វើស៊ុបចោះហើយពាក់កណ្ដាលទៀតទុកឲ្យលោកមីតបម្នាក់នោះទៅល្អណាស់បានចឹងខ្ញុំទៅធ្វើភ្លាមម៉ាន់ឈិញអាយ៉ាធ្វើអីនឹងថាបងមួយមើលលោកអីបងអត់ខាច់គេមើលឃើញតែអីកណ្ដាស់ថ្ងៃត្រង់បែបនេះអាយ៉ាកណ្ដាស់ថ្ងៃត្រង់យ៉ាងម៉េចអូនជាប្រពន្ធបងទៅខ្មាស់អៀនស្អីតែខ្លាចដល់ណាគេមើលឃើញនោះហ៎លោកប្តីការប្រយុទ្ធមិញខ្ញុំមកស្ទើរតែកាំងបេះដូងស្លាប់បាច់ទៅហើយការប្រយុទ្ធមិញនៅពេលដែលខ្ញុំគេងចិត្តបេះតបស្រីនោះខ្ញុំឃើញគាត់បែបអត់បាត់ដង្ហើមអញ្ចឹងប៉ុន្តែបេះដូងរបស់គាត់នៅដែរទេខ្ញុំមកស្មានតែគាត់ស្លាប់បាច់ទៅហើយអូនថាបេះដូងនៅដំណើរការប៉ុន្តែដង្ហើមមិនដកអញ្ចឹងបងទៅមើលសិនស្រួលមិនស្រួលក៏អាចារ្យឲ្យតែចាំម្នាក់នេះបែរជាក្មេងឡើងវិញ
ហើមរបស់នាងដកធម្មតាតើហើយចុះចង្វាក់បេះដូងរបស់នាងវិញនោះអឺ លោកចង់ធ្វើអី ស្ដាប់ចង្វាក់បេះដូងចង់ដឹងថាពីដើរឬអត់បើដើរបានន័យថានាងនៅរស់តែមិនដើរបានន័យថានាងងាប់ហើយ ខ្ញុំមិនស្ដាប់លោកឥឡូវនេះ ណែធ្វើលេងតើណែកុំទៅអាក្រោកអីកុំទៅអាក្រោកអី ចាញ់ទៅ ចេញក៏បានដែរ មនុស្សល្ងង